ខេត្តស្ទឹងត្រែងទទួលបានចំណូលពីកៅស៊ូរាប់លានដុល្លារក្នុងមួយឆ្នាំខេត្តស្ទឹងត្រែងគឺជាខេត្តមួយដែលមានធនធានធម្មជាតិដ៏សម្បូរបែបនិងមានអាកាសធាតុល្អសមស្របសម្រាប់ដាំដំណាំកៅស៊ូដោយសារតែសភាពដីសម្បូរជីជាតិនិងមានការគាំទ្រពីរាជរដ្ឋាភិបាលការដាំដំណាំកៅស៊ូបានក្លាយជាផ្នែកសំខាន់មួយនៃសេដ្ឋកិច្ចកសិកម្មក្នុងតំបន់នេះបច្ចុប្បន្នខេត្តស្ទឹងត្រែងមានក្រុមហ៊ុនជាតិនិងបរទេសជាច្រើនចូលវិនិយោគក្នុងវិស័យកៅស៊ូនិងសហគ្រាសឯកជនក្នុងស្រុកការវិនិយោគទាំងនេះមិនត្រឹមតែជួយលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់នោះទេប៉ុន្តែថែមទាំងបង្កើតការងារជាច្រើនសម្រាប់ប្រជាពលរដ្ឋនិងលើកទឹកចិត្តឲ្យមានការអភិវឌ្ឍជនបទកាន់តែរីកចម្រើនផងដែរផលិតផលកៅស៊ូពីខេត្តស្ទឹងត្រែងត្រូវបាននាំចេញទៅទីផ្សារប្រទេសវៀតណាមដែលបង្ហាញពីគុណភាពនិងសក្តានុពលនៃផលិតផលក្នុងតំបន់នេះរដ្ឋបាលខេត្តស្ទឹងត្រែងនិងមន្ត្រីពាក់ព័ន្ធកំពុងខិតខំអភិវឌ្ឍវិស័យកៅស៊ូឲ្យមានភាពចីរភាពដោយលើកទឹកចិត្តឲ្យកសិករផ្លាស់ប្ដូរខិតខំពង្រឹងគុណភាពផលិតផលបន្ថែមតម្លៃនិងប្រើបច្ចេកវិទ្យាបៃតងក្នុងការផលិតកៅស៊ូស្ទឹងត្រែងមិនត្រឹមតែជាដំណាំសេដ្ឋកិច្ចទេប៉ុន្តែជាផ្នែកមួយនៃការរីកចម្រើនសង្គមនិងការអភិវឌ្ឍបៃតងសម្រាប់អនាគតកម្ពុជាផងដែរប្រធានមន្ត្រីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែងលោកទុំនីរ៉ូបាននិយាយថាដំណាំកសិឧស្សាហកម្មប្រភេទកៅស៊ូដែលបានដាំលើផ្ទៃដីភូមិសាស្ត្រខេត្តស្ទឹងត្រែងជិត 14000 ហិកតាទទួលបានទិន្នផលប្រមាណក្បែរ 10000 តោនក្នុងមួយឆ្នាំសក្តានុពលកៅស៊ូបានធ្វើឲ្យខេត្តស្ទឹងត្រែងទទួលបានប្រាក់ចំណូលរាប់លានដុល្លារផងដែរ